ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះវ៉ាវឌ្ឍនាថ្ងៃនេះដែរខ្ញុំមក demo topic ទី3ដែលលោកគ្រូដាក់ឲ្យគឺ website render mode CSR SG និង ASR តើ CSR ជាអ្វី SG ជាអ្វីនិង SSR ជាអ្វីហេតុអ្វីបានគេប្រើ CSR និង SG និង ASR តើពេលណាដែលគេគួរប្រើ CSR SG និង ASR 1 CSR Client Side Rendering What is the CSR តើ CSR ជាអ្វី CSR គឺជាវិធីបង្ហាញគេហទំព័រដែល browser ជាអ្នកបង្កើតទំព័រសម្រាប់ទាញយក JavaScript ពី server ផ្ញើតែឯកសារ HTML មូលដ្ឋាននិង JavaScript តែប៉ុណ្ណោះលេខ2 SSG Static Site Generation តើ SSG ជាអ្វី SSG គឺជាវិធីដែលបង្កើត HTML មុនពេលអ្នកប្រើប្រាស់ចូលមើលហើយរក្សាទុកជាឯកសារ static ដើម្បីផ្ញើទៅឲ្យអ្នកប្រើភ្លាមលេខ3 SSR Server Side Rendering តើ SSR ជាអ្វី ASR គឺជាវិធីដែល server បង្កើត HTML រាល់ពេលមានអ្នកស្នើសុំទំព័ររួចផ្ញើ HTML ដែលបាន render រួចទៅ browser ហេតុអ្វីបានជាគេប្រើ CSR បានជាគេប្រើ CSR ព្រោះវាផ្ដល់បទពិសោធន៍ប្រើប្រាស់ល្អនិងអន្តរកម្មបន្ទាប់ពីបើកទំព័រដំបូងការបដូរទំព័រលឿនហើយនឹងការកាត់បន្ថយការងាររបស់ server ហេតុអ្វីបានជាគេប្រើ SSG មូលហេតុដែលគេប្រើ SSG ព្រោះវាមានល្បឿនបើកគេហទំព័រលឿនបំផុតហើយចំណាយ server តិចនិងមានសុវត្ថិភាពខ្ពស់ចំណុចបន្តមកទៀតគឺហេតុអ្វីបានជាគេប្រើ SSR បានជាគេប្រើ SSR ពីព្រោះថាពេលដែលទំព័របង្ហាញលឿននៅពេលដែលបើកដំបូងហើយវាបង្ហាញទិន្នន័យថ្មីជានិច្ចហើយវាស័ក្តិសមសម្រាប់គេហទំព័រដែលទិន្នន័យផ្លាស់ប្ដូរញឹកញាប់ហើយបន្តមកទៀតដែរខ្ញុំនិយាយអំពីពេលណាដែលយើងគួរតែប្រើប្រាស់CSR នៅពេលដែលយើងគួរតែប្រើប្រាស់ CSR Client Side Rendering គឺនៅពេលដែលទំព័រត្រូវការអន្តរកម្មច្រើនហើយទិន្នន័យបង្ហាញបន្ទាប់ពីអ្នកប្រើប្រាស់ login នៅពេលដែលយើងគួរប្រើ CSR ហ្នឹង SEO ហ្នឹងគឺវាមិនសំខាន់ទេហើយសម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់ CSR ហ្នឹងវាមានដូចជា user experience ល្អnavigation លឿនបន្ទាប់ពី download ដំបូងហើយសម្រាប់គុណវិបត្តិវាមានដូចជាSEO ហ្នឹងគឺមិនល្អដូច ASR និង SSG ទេហើយសម្រាប់ការ download របស់វាដំបូងក៏អាចនឹងយឺតដែរអញ្ចឹងការប្រើប្រាស់
CSO client side rendering ហ្នឹងគឺវាមានអត្ថប្រយោជន៍និងគុណវិបត្តិរបស់វាដែរដែលអត្ថប្រយោជន៍វាមាន2ចំណុចដែលខ្ញុំបានលើកឡើងខាងលើហ្នឹងនិងគុណវិបត្តិក៏វាមាន2ចំណុចដែរដែលខ្ញុំបានលើកឡើងខាងលើហ្នឹងហើយបន្តមកទៀតខ្ញុំនិយាយអំពីការប្រើប្រាស់ SSG តើពេលណាយើងគួរប្រើប្រាស់ SSG Static Site Generation នៅពេលដែលយើងគួរប្រើ Static Site Generation ដែលគេហៅកាត់ថា SSG ហ្នឹងនៅពេលដែលគេហទំព័រมันអាចផ្លាស់ប្ដូរញឹកញាប់ហើយវាអាច build ទុកជាមុនបានហើយសម្រាប់ការប្រើប្រាស់ SSG ហ្នឹងគឺវាមានអត្ថប្រយោជន៍និងគុណវិបត្តិរបស់វាដែរហើយសម្រាប់អត្ថប្រយោជន៍គឺវាមានល្បឿនលឿនបំផុតហើយនឹងSEO ហ្នឹងវាល្អហើយសម្រាប់ server គឺប្រើធនធានតិចហើយសម្រាប់គុណវិបត្តិវាវិញគឺប្រើទិន្នន័យផ្លាស់ប្ដូរត្រូវ build ឬregenerate ឡើងវិញអញ្ចឹងការប្រើSSG Static Site Generation ហ្នឹងគឺវាមានអត្ថប្រយោជន៍និងគុណសម្បត្តិវាគឺដោយដែលខ្ញុំបានលើកឡើងនៅក្នុង slide ហ្នឹងគឺសម្រាប់អត្ថប្រយោជន៍គឺមាន3ចំណុចនិងវាមានគុណសម្បត្តិរបស់វាដែលខ្ញុំលើកឡើងហ្នឹងគឺមានមួយចំណុចហើយបន្តមកទៀតគឺខ្ញុំនិយាយចំណុចលេខ3ដែលតាក់ទងនឹងការដែលតាក់ទងនឹង SSR តើពេលណាយើងគួរប្រើ SSR Server Side Rendering នៅពេលដែលយើងគួរប្រើ SSR Server Side Rendering ហ្នឹងនៅពេលដែលទិន្នន័យផ្លាស់ប្ដូរញឹកញាប់ហើយវាត្រូវការទិន្នន័យថ្មីរាល់ពេលដែលអ្នកប្រើ request ហើយយើងគួរប្រើវានៅពេលដែល SEO ហ្នឹងមានសារៈសំខាន់ហើយសម្រាប់ SSR Server Side Rendering ហ្នឹងគឺវាមានអត្ថប្រយោជន៍របស់វាដូចជា SSG និង CSR ដែរហើយសម្រាប់អត្ថប្រយោជន៍របស់វាហ្នឹងគឺ SEO ហ្នឹងល្អហើយវាមានទិន្នន័យថ្មីជានិច្ចហើយសម្រាប់គុណវិបត្តិវាហ្នឹងគឺ server ត្រូវ render រាល់ពេលដែលយើង request ហើយវាអាចប្រើ server resource ច្រើនជាង SSG អញ្ចឹងទាំង3ចំណុចដែលខ្ញុំលើកឡើងខាងលើហ្នឹងដែលមាន CSR SSG និង SSR ហ្នឹងគឺវាសុទ្ធតែមានអត្ថប្រយោជន៍របស់វានិងគុណវិបត្តិរបស់វារៀងៗខ្លួនហើយសម្រាប់ SSR server side rendering ហ្នឹងគឺវាមានអត្ថប្រយោជន៍របស់វាគឺមាន2ចំណុចហើយនឹងគុណសម្បត្តិរបស់វាគឺហើយនឹងគុណវិបត្តិរបស់វាគឺមាន2ចំណុចដែរដែលខ្ញុំបានលើកឡើងខាងលើហ្នឹងគឺ SSO ល្អនិងទិន្នន័យថ្មីជានិច្ចហើយសម្រាប់គុណវិបត្តិគឺ server ត្រូវ render រាល់ពេល request ហើយអាចប្រើ server resource ច្រើនជាង SSG អញ្ចឹងសម្រាប់topic ការងារទី3ដែលលោកគ្រូដាក់ឲ្យហ្នឹងខ្ញុំបាន demo ហ្នឹងគឺមានប៉ុណ្ណឹងលោកគ្រូអញ្ចឹងសូមអរគុណច្រើនលោកគ្រូ